រ៉េនគឺជាដំណាំយុទ្ធសាស្ត្រមួយដ៏មានសក្តានុពលប្រចាំខេត្តរតនគិរីបច្ចុប្បន្នកសិករជាច្រើនគ្រួសារបានងាកមកចាប់អារម្មណ៍លើការដាំដុះដំណាំប្រភេទនេះដោយសារតែកត្តាភូមិសាស្ត្រនិងអាកាសធាតុអំណោយផលយ៉ាងខ្លាំងដល់ការលូតលាស់របស់វាជាក់ស្ដែងលោកមានជ័យគឺជាកសិករគំរូមួយរូបដែលបានដាំដុះទុរេននៅលើផ្ទៃដីទំហំ2ហិកតាដោយក្នុងមួយឆ្នាំលោកអាចប្រមូលផលបានរហូតដល់ទៅជាង10តោននៅក្នុងបច្ចេកទេសនិងយុទ្ធសាស្ត្រនៃការដាំដុះដើម្បីទទួលបានទិន្នផលខ្ពស់មានគុណភាពល្អនិងមានឲ្យជារសឈ្ងុយឆ្ងាញ់នោះម្ចាស់ចំការចាំបាច់បំផុតត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងប្រព័ន្ធទឹកការប្រើប្រាស់ជីធម្មជាតិនិងការថែទាំកម្ចាត់សត្វល្អិតឲ្យបានដិតដល់បំផុតតរ៉េនដាំអីហ្នឹងគឺខំប្រឹងថែសំខាន់បំផុតគឺយើងជំងឺដួងឬក៏ស្រោចទឹកឲ្យទៀងទាត់ហើយយើងមើលបាញ់ថ្នាំសត្វល្អិតកុំឲ្យស៊ីឆ្លឹកកុំឲ្យមកតិចឆ្លឹកអីចឹងណាគុណភាពតរ៉េនរបស់យើងរបស់ខ្មែរគឺឆ្ងាញ់ល្អហើយពណ៌វាដូចថាពណ៌ទឹកដោះគោហូបទៅវាសាច់ដូចថាហូបអត់ប្រឡាក់ដៃប្រឡាក់អីទេបាទសាច់ស្អិតល្មួតយកហ្មងនាពេលបច្ចុប្បន្ននេះកសិផលទុរេនខ្មែរមកពីខេត្តរតនគិរីមិនត្រឹមតែមានការគាំទ្រនិងផ្គត់ផ្គង់យ៉ាងទូលំទូលាយនៅលើទីផ្សារក្នុងស្រុកប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានបើកទំព័រប្រវត្តិសាស្ត្រថ្មីដោយមានការបញ្ជាទិញនិងនាំចេញត្រង់ទៅកាន់ទីផ្សារដ៏ធំនៃប្រទេសចិនថែមទៀតផងនេះបើតាមការបញ្ជាក់ឲ្យដឹងពីម្ចាស់ចំការទុរេនផ្ទាល់នៅក្នុងខេត្តរតនគិរីដល់ឥឡូវនេះគេមានក្រុមហ៊ុនចិនគេចុះមកកក់ផ្ទាល់អញ្ចឹងគេកាត់យកហ្មងយកចេញទៅចិននឹងសបាយចិត្តតែមួយវាដូចតែយើងដឹងថាធ្វើកើតហើយបើបានផលយើងដឹងថាលក់ស្រួលហ្មងដឹងគេមកកាត់យកណាតម្លៃវាអាចទទួលយកបានហើយតម្លៃសមរម្យដែលយើងអាចសមរម្យនឹងកម្លាំងយើងថែអាសាវាអញ្ចឹងណាអាចទទួលយកបានហ្នឹងទុរេនខ្មែរឡស្ងានតើកត្តាគន្លឹះអ្វីខ្លះដែលធ្វើឲ្យផ្លែទុរេនពីតំបន់ខ្ពង់រាបនៃខេត្តរតនគិរីអាចវាយលុកនិងមានវត្តមាននៅលើទីផ្សារដ៏ធំរបស់ប្រទេសចិនបានតាមការបញ្ជាក់ពីអ្នកជំនាញនិងម្ចាស់ចំការផ្ទាល់កត្តាចម្បងគឺដោយសារខេត្តរតនគិរីមានអំណោយផលខ្លាំងពីធម្មជាតិគឺដីក្រហមភ្នំភ្លើងដែលធ្វើឲ្យទុរេននៅទីនេះមានរសជាតិផ្អែមមុតសាច់ម៉ត់ទន់ភក់និងមានក្លិនឈ្ងុយពិសេសស្របពេលដែលកសិករបានងាកមកដាំដុះតាមស្តង់ដារបច្ចេកទេសកសិកម្មល្អ GAP យ៉ាងណាមិញមុននឹងឈានជើងដល់ដៃអ្នកប្រើប្រាស់ជនជាតិចិនភាគីចិនមានលក្ខខណ្ឌតម្រូវនិងពិនិត្យយ៉ាងតឹងរ៉ឹងបំផុតចំការនិងរោងចក្រវេចខ្ចប់ទាំងអស់ត្រូវតែបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការពីអគ្គរដ្ឋបាលគយចិន GACC បន្ថែមលើនេះផលទុរេនត្រូវតែធានាឲ្យបាននៅបទដ្ឋានភូតគាមអនាម័យពោលគឺគ្មានសមាសភាពសត្វល្អិតចង្រៃជាពិសេសគឺចៃម្សៅគ្មានសំណល់សារធាតុគីមីលើសកម្រិតនិងត្រូវឆ្លងកាត់ការវេចខ្ចប់ព្រមទាំងដឹកជញ្ជូនតាមប្រព័ន្ធត្រជាក់ឲ្យបានត្រឹមត្រូវបំផុតជាទូទៅគាត់ចុះមកមើលមុនគាត់សិក្សាមើលទម្រង់ផ្លែរបស់យើងកាឡាស្អាតហើយគុណភាពសាច់របស់យើងគាត់ឆាកវះមើលសាច់2 3 ដងបាទគាត់សម្រេចចិត្តថាយកបាទដល់អញ្ចឹងមើលទៅគាត់ចាប់អារម្មណ៍របស់យើង3 4 5នាក់ដែលគាត់ចង់បានអ្នកខ្លះអត់ហ៊ានតម្លៃបាទប៉ុន្តែតម្លៃតែចុងក្រោយនេះគាត់យើងអាចទទួលយកពីគាត់បានលក្ខខណ្ឌរបស់គេទិញរើសយកផ្លែទ្រង់ស្អាតបន្តិចអត់មានចៃហើយអត់មានសត្វល្អិតតកៅឬបន្លាអត់សូវល្អអីគេទិញនាំចេញគេត្រូវបានជ្រើសរើសយកគុណភាពល្អបាទមានន័យថាផ្លែទម្រង់ស្អាតបន្លាស្អាតអត់មានចៃសត្វល្អិតតកៅអីទេពាក់ព័ន្ធមួយការប្រើថ្នាំ GKB គឺយើងប្រើមានកម្រិតចកាណាដូចចកាណាអញ្ចឹងបាទប៉ុន្តែប្រើយើងដកកម្លាតពេលដែលយើងចិត្តប្រមូលផលយើងកាត់បន្ថយប្រមាណថ្ងៃថ្នាំដែលប៉ះពាល់យើងត្រូវឈប់ប្រើជាពិសេសខាងខ្ញុំនេះខានប្រើចូល20ថ្ងៃបាទឈប់ប្រើឈប់បាញ់ឈប់អីយើងដាក់ជីធម្មជាតិពពួកជីជប៉ុនជីកប៉ុសអីហ្នឹងយើងដាក់ហើយយើងឈប់ហើយបាទហើយថ្នាំក៏ឈប់បាញ់ដែរប៉ុន្តែបងយើងស្អាតដោយសារយើងទីធ្លាយើងស្រឡះល្អអាកាសធាតុអំណោយផលយើងដាំមានកម្លាតបាទកម្លាតវាពី1ទៅ1 8 ម៉ែត្រ 10 ម៉ែត្រឆ្នាំទី1ដែលអាចមានបញ្ញាបត្រដែលនាំចេញទៅក្រៅប្រទេសបានកងត្រាចិននាំចេញដល់អញ្ចឹងម្នាក់ដែលអាច
ប្រឹងការងារដើម្បីនិស័យកតកម្មខាងផ្នែកតរៀនហ្នឹងប្រឹងព្យាយាមឲ្យបើខ្មែរហ្នឹងឲ្យនាំបានល្បីនាំចេញទៅក្រៅប្រទេសគេយើងជាប់កងត្រានាំចេញទៅក្រៅស្រុកក្រៅអញ្ចឹងយើងអាចការប្រឹងថែព្រោះយើងមានគេមកកងត្រារបស់យើងកាត់របស់យើងផ្ទាល់អញ្ចឹងដល់អញ្ចឹងយើងអត់មានភ័យទៀតទេដល់អញ្ចឹងកម្លាំងដែលយើងថែទាំផ្នែកកតកម្មខាងដាំដុះតរៀនហ្នឹងវាកាន់តែល្អប្រសើរឡើងយើងអាចតែប្រឹងថែប្រឹងអីដើម្បីដល់ថ្ងៃគេកាត់អញ្ចឹងវាជោគជ័យដល់អញ្ចឹងទៅវាបានផ្លែល្អផ្លែអីអញ្ចឹងទៅវាត្រូវស្តង់ដារនាំចេញយើងថែទាំឲ្យវាបានល្អទី1យើងគ្រប់ការដែលគេប្រាប់មកយើងធ្វើឲ្យបានល្អទៅអញ្ចឹងយើងដាក់ជីយើងកុំប្រើជីគីមីយើងប្រើជីធម្មជាតិអញ្ចឹងដូចជាជីធម្មជាតិដូចជាអាចគោអាចជ្រូកអីចឹងដូចថាធៀងខេតស្លឹកឈើអីទាំងអស់ហ្នឹងយើងយកមកលាយវាមកបោកច្បល់ទៅហើយយើងដាក់មេត្រាមវាទៅយកមកចាក់លើដីនឹងបាញ់ទៅដូចថាខាងចិនគេទទួលទិញយកទៅបាននេះដោយសារតែយើងគ្រប់លក្ខខណ្ឌរបស់គេឲ្យយើងធ្វើតាមគេដើម្បីឲ្យយើងប្រើធម្មជាតិអត់ប្រើជាតិគីមីទេអញ្ចឹងចាប់ពីយើងធ្វើតាមគេទៅវាបានចាប់ពី2គីឡូទៅ4គីឡូជាងហ្នឹងហើយហ្នឹងគេទិញយកបានបាទហើយសាច់ក៏វាល្អដែរយើងធ្វើអត់ប្រើយើងប្រើជីធម្មជាតិណាអញ្ចឹងសាច់វាល្អវាពណ៌ទឹកដោះគោហើយវាស្អិតល្មួតហើយវាមានទម្ងន់ខ្ញុំក៏ខំប្រឹងដើម្បីធ្វើបានរីកទៅទៀតព្រោះថាមានទីធ្លាសារលក់ហើយយើងអាចមានក្រុមហ៊ុនចិនទិញយកទៅចិនអញ្ចឹងស្រួលអត់មានភ័យព្រួយទេបាទដឹងថាធ្វើបានដឹងថាយើងលក់បានដោយឡែកនៅក្នុងថ្ងៃនេះដែរចំការទុរេនរបស់លោកសុងលឹមកំពុងតែមានភាពមមាញឹកយ៉ាងខ្លាំងក្នុងការប្រមូលផលនិងកាត់ផ្លែទុរេនដើម្បីត្រៀមធ្វើការនាំចេញទៅកាន់ប្រទេសចិនក្នុងនាមជាកសិករមួយរូបលោកបានសម្ដែងនូវក្តីរំភើបរីករាយនិងសប្បាយរីករាយជាទីបំផុតនៅពេលដែលទិន្នផលកសិកម្មដែលលោកបានខិតខំបីបាច់ថែរក្សាអស់រយៈពេល1ឆ្នាំពេញទទួលបានផ្លែផ្កាយ៉ាងគាប់ប្រសើរព្រមទាំងមានទីផ្សារទូលំទូលាយទាំងនៅក្នុងស្រុកនិងនៅលើឆាកអន្តរជាតិចការរបស់ខ្ញុំនេះនៅក្នុងស្រុកកូនមុំបាទនៅចការលហុងនេះនៅគីឡូលេខ105បាទចការសុងលឹមថ្ងៃនេះគឺថ្ងៃកាត់ប្រមូលផលទុរេនដែលក្រុមការងារចិនគាត់ចុះមកប្រមូលទិញនៅក្នុងចការរបស់យើងខ្ញុំថ្ងៃនេះគឺថ្ងៃដែលយើងប្រឹងប្រែងផលិតពីដើមរដូវរហូតមកដល់ពេលប្រមូលផលគឺយើងសប្បាយរីករាយប៉ុន្តែអ្វីដែលតម្លៃវាអត់ទៅល្អដូចឆ្នាំកន្លងទៅដោយសារឆ្នាំនេះទុរេនមានតម្លៃធ្លាក់ចុះបន្តិចបន្តួចប៉ុន្តែយើងអាចទទួលយកបានដោយសារចិនគាត់មកប្រមូលទិញអញ្ចឹងគឺមានន័យថាគាត់ទទួលស្គាល់គុណភាពទុរេនរតនគិរីរសជាតិឆ្ងាញ់មិនចាញ់ខេត្តផ្សេងទេជាទូទៅទុរេនខ្ញុំនេះខ្ញុំកងត្រាគាត់ចន្លោះពី25,000គ្រាប់ទៅ30,000គ្រាប់ឬយើងហៅជាផ្លែបាទ25,000ទៅ30,000ផ្លែអញ្ចឹងយើងថ្លឹងជាក់ស្ដែងទៅតាមហ្នឹងទៅព្រោះផ្លែមានធំមានតូចបាទប៉ុន្តែខ្ញុំវាយជាមធ្យមបងខ្ញុំប្រហែលជា3គីឡូចុះបាទហើយយើងគុណជាក់ស្ដែងតាមហ្នឹងទៅពាក់ព័ន្ធជាមួយនឹងការផលិតនេះគឺយើងមានការត្រេកអរដោយសារយើងផលិតនៅក្នុងស្រុកគេស្គាល់ហើយឲ្យគេជឿជាក់ថាទុរេនរតនគិរីមានពិតអត់យកឆ្លងទៅកាត់ផ្ទះអ្នកទី2ទី3អីទេអញ្ចឹងសូមដែលអ្នកចូលចិត្តនិយមហូបទុរេនឬអ្នកវិនិយោគទុរេនដែលគាត់ចង់បានទុរេនពិតមាននៅក្នុងខេត្តរតនគិរីយើងជាពិសេសប្រទេសកម្ពុជាយើងមានច្រើនខេត្តដែរដីក្រហមមានដូចជាកំពង់ចាមកំពង់អីចឹងបាទអញ្ចឹងយើងអាចជឿជាក់មករកទុរេនទិញ direct ពីប្រទេសកម្ពុជាយើងផ្ទាល់បាទហើយមានលក្ខណៈប្រើស្តង់ដារអត់ដូចប្រទេសគេកាត់ខ្ចីខ្ចីគេចលក់ថ្នាំជាប់សារធាតុគីមីអីយកទៅហូបផ្សាបហើយប៉ះពាល់ដល់សុខភាពគឺរតនគិរីយើងគឺអត់ទេយើងព្យាយាមធ្វើឲ្យទុរេនចាស់ឡើងដល់អញ្ចឹងមានទុំជ្រុះហូរហែហើយបានយើងចាប់កាត់បាទអត់ប្រើឆ្នាំទៅលក់អីដូចគេទេដើម្បីបន្ទុំទេបាទធម្មជាតិពិតបាទប្រសិនបើបងប្អូនមានចំណង់ចង់ដាំដុះដំណាំទុរេនហើយទទួលបានផលល្អគប់ចិត្តគប្បីត្រូវយកចិត្តទុកដាក់មើលថែទាំនិងស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវនឹងបើនិយាយរួមសំខាន់ទៅលើយើងដាំយើងមានចិត្តថាថែវាទៅយើងថែទៀងទាត់ដូចថាតាមចែកប្រទេសកសិកម្មគេប្រាប់ថាយើងដាំទុរេនហ្នឹងវាពិបាកទី1យើងដាក់ទឹកឲ្យទៀងទាត់
thì họ tha nông mà ngay đặt mà ngay khan ngay nhưng đặt mà ngay khan ngay hết đã thấu mong mà vì thì họ tha nhưng đặt mong pơ là cho mong pơ chạp bị đặt to tiếc cứ mong pơ là hồ nhưng tao hay nhưng thái mơ đôi chia chủng ngư với đôi chia bột tức là ngày đôi chia đuông si đam dương ọt man thái mơ là nó ngọt bài bà ngọt luôn tìm phật thấy đặt tức ọt trâu máu ngọt đây có lạc đây năng bảo bạn thái nó cứ dương sầm khăn cứ hay lượt đây bao dương ở đây miền mì ruột ấy đi dương sợ bánh nam sầm lập mì ruột về đâm đó bong ôn nó đây không prăng phơi cá nó đâm trên đâm ấy nó cứ không prăng thái sầm khăn phốt cứ dương chủng ngư đuông rồi có sỏi tức ở tiếng toát hay dương mơ bánh nam sạt ắt có mọi xí lắc có mọi màu tịch lắc cái giống á bà hay nhóm có play nhóm nó côn đỏ rị ra thả ba con ban chui ở ban miền krom hôn chân ấy cho một tinh thơ ơi cả chỉ có miền thực chất không đam không đâu đầu tiên សូមបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបបន្តចូលរួមគាំទ្រនិងប្រើប្រាស់កសិផលក្នុងស្រុកឲ្យបានកាន់តែច្រើនឡើងដើម្បីជាកម្លាំងចិត្តនិងស្នាមញញឹមដល់បងប្អូនកសិករខ្មែរឲ្យមានថាមពលក្នុងការបន្តការដាំដុះនិងពង្រឹងគុណភាពកសិកម្មជាតិការទិញកសិផលខ្មែរមិនត្រឹមតែជាការជួយសម្រាលជីវភាពគ្រួសារកសិករនោះទេប៉ុន្តែវាគឺស្ដែងចេញនូវស្មារតីជាតិនិយមពលរដ្ឋម្នាក់ជួយជាតិម្នាក់ដើម្បីរួមគ្នាលើកស្ទួយនិងបង្កើនតម្លៃសេដ្ឋកិច្ចជាតិយើងឲ្យបានកាន់តែរីកចម្រើនរុងរឿងទាំងអស់គ្នា